Hello ជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel ខ្ញុំសាជាថ្មីនៅមួយក៏សារកាត់តរៀនកាត់តវីដេអូអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងលើកយកសារជូនពរសម្រាប់បងប្អូនដែលចង់ធ្វើសារជូនពរជូនទៅនឹងជាទីស្រឡាញ់ជាមិត្តភ័ក្តិក្រុមគ្រួសារបងប្អូនផ្សេងៗឬមួយក៏ដូចជាពិសេសគឺថ្ងៃគ្រីស្មាស់នឹងតែម្ដងបាទអញ្ចឹងយើងអាចធ្វើជាសារជូនពរសម្រាប់ជូនពរអ្នកដទៃឬមួយក៏ជូនពរបងកងទ័ពនៅខាងមុខអញ្ចឹងដោយសារតែប្រទេសជាតិកំពុងតែមានសង្គ្រាមជាមួយនឹងអាសៀមហ្នឹងហើយអាចោលសៀមហ្នឹងអញ្ចឹងខ្ញុំសូមផុសវីដេអូជា2ថ្ងៃមួយឬមួយក៏3ថ្ងៃមួយដោយសារតែនិយាយទៅមកគេបងបាក់ហើយយើងជាផុសជាទៅបងប្អូនហ្នឹងហើយអញ្ចឹងទៅធ្វើជាមួយនឹងបងប្អូនទាំងអស់គ្នាអូខេឥឡូវយើងចូលមកក្នុងកម្មវិធី Insert មកថ្ងៃនេះខ្ញុំឡើងដាក់ម៉ៅទេបងប្អូនហើយយើងចុចយកកន្លែងរូបថតនៅកណ្ដាលហ្នឹងហើយហើយសញ្ញាមកអូខេអញ្ចឹងយើងទៅរកផ្ទៃ background មួយសិនផ្ទៃ background តទេអូខេដូចជាអត់មាននេះបងប្អូនអូខេនេះខ្ញុំសម្ដាក់ហ្នឹងអូខេអញ្ចឹងបដូរទំហំមកយើងចុចកន្លែង canvas កន្លែងបដូរទំហំនេះហើយយកទំហំណាចេះ Facebook នេះអូខេនេះវាទូយើងបរិយចេះយើងបរិយវាធំមកអូខេហ្នឹងខ្ញុំធ្វើសារជូនពរបែបហ្នឹងឥឡូវយើងសរសេរយើងចូលមកយើងសរសេរតែម្ដងយើងទៅរកពាក្យថា text នេះសតធីនេះហ្នឹងហើយយើងសរសេរមកឥឡូវយើងសរសេរថាម៉េចឥឡូវ clear ទី1ខ្ញុំសរសេរថាMerry Christmas ផាសលើនេះមកហ្នឹងហើយអូខេគឺបានហើយបងប្អូនអញ្ចឹងអូខេអញ្ចឹងយើងដូរ font មកចុចកន្លែងដូរ font វាម្ដងបងប្អូនស្គាល់ហើយអូខេយើងដាក់ font នេះហើយខ្ញុំចុចកន្លែងនេះដាក់ពណ៌ស border យើងដាក់ពណ៌ខ្មៅនេះអូនេះអូខេហើយនេះបើយើងឆូតវាកាន់តែក្រាស់អូខេយើងដាក់ចេះវាកាន់តែស្ដើងយើងដាក់ចេះអូខេយើងដាក់កាន់នេះអូខេហើយយើងចុច text មកអូខេហើយយើងឆូតឡើងទៅលើអូខេដាក់ប៉ុណ្ណឹងមកនេះដាក់ប៉ុណ្ណឹងមកហើយយើងចុចប៊ិចនេះប៊ិចរូបប៊ិចនៅលើនេះនិយាយទៅយើងចុចលើអក្សរហ្នឹងមិនវាចេញរូបប៊ិចចុចរូបប៊ិចមកចុចរូបប៊ិចបាច់មកចុចរូបប៊ិចមកអូខេហើយយក copy អូខេវាបាន2អញ្ចឹងយើងចុចលើអក្សរហ្នឹង2ដងមកឬមួយក៏យើងចុចរូបប៊ិចយ៉ាងដដែលខ្ញុំចុចអត់ចំហើយយើងចុច edit មកអូខេហើយយើងចុចលុបអក្សរហ្នឹងមកអូខេហើយយើងដាក់ថាជូនពរខ្លួនឯងអូខេយើងចុចមកយើងដាក់ទៅនេះមកអូខេដាក់ទៅទៀតអូខេយើងដាក់តែប៉ុណ្្នឹងមកបងប្អូនហើយយើងដាក់រូបយើងអញ្ចឹងយើងទៅរកពាក្យថា VIP ហ្នឹងហើយយើងទៅរកពាក្យ VIP មកណាចេះនេះបងប្អូន VIP អូខេយើងទៅរករូបខ្ញុំមកណារូបខ្ញុំនេះឃើញទៅរូបគេនេះរូបខ្ញុំអូខេអញ្ចឹងខ្ញុំដាក់តាណាដាក់ប៉ុណ្ណាដាក់នៅទៅនេះមកអូខេដាក់កំហ្នឹងមកឬមួយក៏យើងដាក់ខាត់ក្រោមបន្តិចអូខេដាក់ខាត់ក្រោមបន្តិចអូខេដាក់រូបទេវតាប៉ុន្តែដោយសារតែរូបខ្ញុំវាធំពេកខ្ញុំចង់បរិរូបមិនទេអូខេខ្ញុំសាក់បរូបវាមកអូខេខ្ញុំដាក់ប៉ុណ្ណេះអូខេខ្ញុំដាក់ប៉ុណ្ណឹងអូខេអូខេហើយខ្ញុំទៅរករូបទេវតាបាទផ្កាឬមួយក៏ឡើយខ្ញុំគ្រាន់តែខ្ញុំសរសេរអក្សរដាក់ថែមសិនអូខេអញ្ចឹងខ្ញុំ copy អាក្រោមនេះ copy អាក្រោមមកចុចរូបបាច់ហ្នឹងមកហើយចុចរូប copy អូខេហើយចុចលើអក្សរ2ដងមកវាឲ្យសរសេរអក្សរតែម្ដងយើងដាក់ថាជូនពរខ្លួនឯងមានរំលែងច្រើនអូ
ខេខ្ញុំសុំដាក់ចឹងបងប្អូនតែបើកន្លែងហ្នឹងបើបានដាក់សុំក៏កាន់តែល្អដែរប៉ុន្តែរូបថតខ្ញុំខ្ជិលដាក់សុំដាក់អីហ៎បងប្អូនហ្នឹងហើយខ្ញុំខ្ជិលដាក់សុំហើយអារូបឈ្មោះក៏ខ្ញុំខ្ជិលដាក់គឺថាខ្ញុំគាត់ធ្វើឲ្យបងប្អូនមើលជាគំរូមួយសិនខ្ញុំនឹងធ្វើបែបជាច្រើនផ្សេងទៀតហ្នឹងហើយអូខេខ្ញុំដាក់បែបអញ្ចឹងមកហើយយើងចុចទៀតមកចុច3ទៀតមក copy ទៀតនឹងក្រុមគ្រួសារមានសុខភាពល្អនិងសុភមង្គល អូខេហើយយើងចុច text មកហ្នឹងយើងប្រៀបវាទូបន្តិចអូខេដាក់វាឡើងលើបន្តិចមកអូខេយើងដាក់បែបអញ្ចឹងហ្នឹងហើយគេហៅថាសារជូនពរបងប្អូនសារជូនពរអូខេឥឡូវយើងទៅរករូបទេវតាមកហ្នឹងហើយយើងចុច PIP ហ្នឹងដែរអូខេយករូបនេះមួយមកអូខេហើយយើងព្រមវាតូចគឺយើងព្រមវាតូចណាព្រមរូបទេវតានោះឲ្យប៉ុណ្្នេះមកឬមួយក៏ដាក់ឲ្យធំជាងនេះហ្នឹងហើយខ្ញុំសុំដាក់ប៉ុណ្្នឹងណាបងប្អូនសុំដាក់ប៉ុណ្្នឹងហើយយើង copy វាមួយ copy រូបទេវតាហ្នឹងមួយទៀតអូខេយើង copy រូបទេវតាមួយទៀតនេះយើងចុចលើនេះមកឬមួយក៏យើងហ្នឹងហើយយើងចុច copy មកចាំតិចបងចាំតិចអូខេយើងទុកទៅហ្នឹងហើយបងទុកទៅហ្នឹងហើយយើងមករក PIP មួយទៀតមកក៏បានដែរដោយសារខ្ញុំខ្ជិល copy នេះ PIP បាទយករូបអូខេយករូបដដែលហ្នឹងមកឬក៏រូបផ្សេងពីហ្នឹងឯងអូខេឥឡូវទេវតាបែរមកគ្នាស្រាប់ល្មមអូខេយករូបកន្លងទៅលើបន្តិចបងប្អូនកន្លងទៅលើបន្តិចអូខេហ្នឹងឥឡូវខ្ញុំសុំធ្វើបែបប៉ុណ្ណឹងបងប្អូនហើយតមកគឺយើងសែវមកហ្នឹងខ្ញុំសុំធ្វើតែប៉ុណ្ណឹងទេអូខេអរគុណច្រើនបងប្អូនវីដេអូបងប្អូនមានតែប៉ុណ្្នឹងបើខុសឆ្គងកន្លែងណាអីសូមខន្តីពេលទៅខ្ញុំបាទសារ៉ាប់ផងដោយសារតែខ្ញុំធ្វើទៅរឿងងួយដេកតិចបងប្អូនអូខេបាយបាយ